មានសំណួរមួយទៀតគាត់សួរថាតើស្នាមជាំលើស្បែកអាចបង្កឡើងដោយជំងឺមហារីកឈាមដែរឬទេចម្លើយគឺអាចប៉ុន្តែការជាំលើស្បែកនេះមិនមែនសុទ្ធតែមកពីមហារីកទេក៏អាចបណ្ដាលមកពីជំងឺឈាមក្រក Hemophilia អាចមកពីវិបត្តិនៃកំណកឈាមដទៃទៀតអាចមកពីសរសៃឈាមរបស់គាត់ស្រួយផុយប៉ះមមជាំអាចមកពីប្រើប្រាស់ថ្នាំមួយចំនួនឲ្យទៅជាអញ្ចឹងដែរមូលហេតុទៅពីក្រោយហ្នឹងចាំបាច់ត្រូវតែរុករកឲ្យបានលឿនបំផុតដោយក្រុមគ្រូពេទ្យជំនាញខាងឈាមមានតែការរុករកមូលហេតុឲ្យឃើញច្បាស់ប្រកបថាជាអីទេទើបអាចដឹងថាត្រូវដោះស្រាយមិនត្រូវព្យាបាលមិនជាជាងយើងដេកផិតភ័យល្អសញ្ញានេះជាសញ្ញាអាឡាមបើយើងនិយាយទៅគឺកណ្ដឹងរោដែលទាមទារយើងត្រូវយកចិត្តទុកដាក់ថារកមូលហេតុវាឲ្យឃើញឲ្យលឿនបើទុកយូរអាចបង្កគ្រោះថ្នាក់ដល់ជីវិតបើជាប់ត្រឹមស្បែកចឹងអត់អីខ្លាចជាងគេគឺហូរឈាមក្នុងខួរក្បាលហូរឈាមក្នុងសួតដែលអាចបណ្ដាលគ្រោះថ្នាក់ដល់ជីវិតភ្លាមឬក៏ពិការអញ្ចឹងកាលណាមានសញ្ញាជាប់លើស្បែកក្តៅខ្លួនរ៉ាំរ៉ៃឬក៏អាសាអាលៀកសួតអាលៀកច្រមុះកង្ករ៉ាំរ៉ៃអាសាតបៅអត់ញាជាឬក៏ក្តៅខ្លួនអត់បាក់ឈប់ក្តៅជីអស់ចិត្តឆ្នាំក្តៅចិត្តឆ្នាំក្តៅលិតលហើយអស់កម្លាំងឡើងកូនកដោឬឡើងលមាស់ឬក៏ឈឺឆ្អឹងឬក៏ឈូសសក់ឬក៏ឡើងផ្ទឹះលើស្បែកអីផ្សេងទៀតក្រៅពីហ្នឹងគឺឆាប់រស់រាន់មកហៅគ្រូពេទ្យខាងជំនាញឈាមឲ្យបានលឿនជំនាញឈាមជំនាញមហារីកឲ្យបានលឿនដើម្បីគាត់រកមើលមូលហេតុពីព្រោះអាចមានជំងឺឈាមបើមិនមែនមហារីកក៏អាចជាជំងឺឈាមអីផ្សេងដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងមកពេទ្យឲ្យលឿនរកមូលហេតុឲ្យលឿនដោះស្រាយឲ្យលឿនទៅជីវិតថ្លៃហានិភ័យគ្រោះថ្នាក់ដល់ជីវិតតិចហើយជាឬមិនជាក៏តាមនឹងតែសំខាន់គឺទប់គ្រោះថ្នាក់ដល់ជីវិតសញ្ញានេះជាសញ្ញាដូចអ្នកជំងឺកំពុងចាប់ដើមធ្លាក់ជ្រោះហើយបើយើងនិយាយឲ្យស្រួលស្ដាប់គឺសញ្ញាជាំនឹងមួយក្តៅខ្លួននឹងពីរស្លេកស្លាំងខ្លាំងនឹង3គឺសញ្ញាដែលបើយើងនិយាយពេកនេះវិញគឺល្មៀលពងល្មៀលធ្លាក់ទៅក្នុងជ្រោះហើយទុកកាន់តែយូរទៅកាន់តែជ្រៅការស្រង់ទាញឡើងមកលើភ្លឺវិញលើទួលគោកវិញលើគោកវិញក៏ប្រើពេលច្រើនប្រើលុយច្រើនដែរយើងសម័យមើលឡានធ្លាក់ជ្រោះហើយឡានមួយនៅលើគោកអត់ទាន់ធ្លាក់ប៉ំយើងទាញទុកកុំឲ្យធ្លាក់ជ្រោះគឺចំណាយតិចជាងហើយសុវត្ថិភាពជាងអញ្ចឹងកាលណាល្មៀលធ្លាក់ជ្រោះកាន់តែជ្រៅហានិភ័យគ្រោះថ្នាក់ដល់ជីវិតកាន់តែខ្ពស់ហ្នឹងហើយជួនកាលគ្រោះថ្នាក់អត់ទាន់រកមូលហេតុឃើញគ្រោះថ្នាក់ដល់ជីវិតបាត់ហើយអញ្ចឹងឆាប់មកពេទ្យឲ្យលឿន